ថ្ងៃនេះខ្ញុំប្រកាសថាខ្ញុំមានព័ត៌មានមួយដ៏សំខាន់ដើម្បីពិតព្រះអង្គជម្រាបបងប្អូនជនរួមជាតិទាំងអស់ថាស្ថានភាពនៅប្រទេសកម្ពុជាកំពុងតែប្រែប្រួលពីព្រោះមានព្រឹត្តិការណ៍មួយដ៏សំខាន់ដែលបងប្អូនជនរួមជាតិយើងនៅក្នុងប្រទេសភាគច្រើនមិនទាន់បានដឹងឮទេពីព្រោះគេបិទបាំងថ្មីនេះមានអន្តរាគមន៍ពីកងកម្លាំងអន្តរជាតិកងកម្លាំងចម្រុះជាពិសេសកងកម្លាំងអាមេរិកបានមកដល់ទីក្រុងភ្នំពេញសួរថាមកដល់ដើម្បីធ្វើអ្វីដើម្បីបិទក្បាលម៉ាស៊ីនចោលកន្លែងដែលចិនស៊ីគឺមេអក្រិតជនជាតិចិនដែលទទួលសញ្ជាតិជាខ្មែរមានតួនាទីជាទីប្រឹក្សាហ៊ុនសែនផងទីប្រឹក្សាហ៊ុនម៉ាណែតផងឋានៈស្មើនឹងរដ្ឋមន្ត្រីចិនស៊ីនេះគឺមានឥទ្ធិពលយ៉ាងខ្លាំងគាត់យកលុយមកជះគាត់ទិញបានអស់ហើយទិញក្បាលហ៊ុនសែនក្បាលហ៊ុនម៉ាណែតអ្នកនៅជុំវិញហ៊ុនសែនទិញក្បាលអ្នកទាំងអស់នឹងបានហើយអញ្ចឹងហើយបាននៅទីក្រុងភ្នំពេញកំពុងតែឆាវឡោរបបហ៊ុនសែននេះកំពុងតែឆាវឡោពីព្រោះកងកម្លាំងប្រដាប់អាវុធអន្តរជាតិមានសហរដ្ឋអាមេរិកគេចូលមកគេអត់មានសុំអនុញ្ញាតពីហ៊ុនសែនហ៊ុនម៉ាណែតទេគេប្រាប់តែប្រហែលម៉ោងមុនគេមកដល់ហើយគេមកដល់មែនឥឡូវបងប្អូនណាដែលមិនទាន់ដឹងច្បាស់ទៅមើលកន្លែងដែលពួកក្រុមចៅចិនដឹកនាំដោយចិនស៊ីគេមានទីតាំងធំរបស់គេណាឥឡូវត្រូវបិទគេតាមចាប់ចិនស៊ីគេរឹបអូសទាំងអស់អ្វីដែលនៅក្នុងការិយាល័យឯកសារអីប្រមាណពាក់ព័ន្ធហ្នឹងគេរឹបអូសទាំងអស់ហើយគេតាមចាប់ចិនស៊ីនោះរត់ស្ទើរតែមិនទាន់ឥឡូវគេតាមដានទៀតពីប្រទេសមួយទៅប្រទេសមួយគាត់ចេញពីប្រទេសកម្ពុជាគាត់ឆ្ពោះទៅឌូបាយវិលមកចិនកុម្មុយនីសចង់ទៅគិតខ្លួនកន្លែងណាទៀតប៉ុន្តែអត់ទេសំណាញ់ច្បាប់អន្តរជាតិនគរបាលអន្តរជាតិនឹងចាប់ចិនស៊ីប៉ុន្តែក្នុងការរងចាំចាប់ចិនស៊ីហ្នឹងគឺបានចាប់អ្នកដែលធ្វើការជាមួយចិនស៊ីហ្នឹងច្រើនរាប់សិបអ្នកចូល100អ្នកទូទាំងពិភពលោកពីព្រោះកងកម្លាំងចម្រុះហ្នឹងគឺគេសហការគ្នាគេធ្វើការគេអន្តរាគមន៍ទៅទន្ទឹមគ្នាថ្ងៃជាមួយគ្នាម៉ោងជាមួយគ្នាកុំឲ្យពួកជនអក្រិតនោះរត់ទាន់ឥឡូវរបបហ៊ុនសែននោះកំពុងតែភ័យខ្លួនមែនទែនពីព្រោះគេមានឯកសារភ័ស្តុតាងសាក្សីគ្រប់គ្រាន់ហើយគឺហ៊ុនសែនហ៊ុនម៉ាណែតនេះអ្នកនៅជុំវិញហ៊ុនសែនហ៊ុនម៉ាណែតនេះគឺពាក់ព័ន្ធស៊ីជម្រៅជាមួយពួកក្រុមចៅអញ្ចឹងហ៊ុនសែននិងហ៊ុនម៉ាណែតគឺមានឈ្មោះជាចៅមិនរួចខ្លួនទេចង់បិទបាំងការពិតក៏មិនបិទបាំងមិនបានដែរឥឡូវនេះឃើញថាព្រះមហាក្សត្រគេស្នើលោកហើយលោកព្រមភ្លាមបើមិនព្រមទេនឹងបាត់រាជបល្ល័ង្កគឺឲ្យដកសញ្ជាតិខ្មែរពីចិនស៊ីគឺបានដកឲ្យប៉ុន្តែអត់មានទាន់ផ្សព្វផ្សាយគេធ្វើតែស្ងាត់ប្រជាពលរដ្ឋខ្មែរអត់ទាន់ដឹងឮទេថាអន្តរជាតិបានជំរុញឲ្យព្រះមហាក្សត្រដកសញ្ជាតិពីចិនស៊ីពីមេខ្លោងក្រុមចៅតែហ៊ុនសែនឥឡូវនេះចង់បន្លំគឺចង់ដកតួនាទីចិនស៊ីពីទីប្រឹក្សារបស់គាត់របស់ហ៊ុនសែនពីទីប្រឹក្សារបស់ហ៊ុនម៉ាណែតណាហើយដកតំណែងអ្វីទាំងអស់អ្នកដែលពាក់ព័ន្ធជាមួយចិនស៊ីឲ្យដកហើយដកមួយទៀតគឺដកសញ្ជាតិពីព្រោះហ៊ុនសែននឹងហើយអ្នកផ្ដល់សញ្ជាតិឲ្យចៅឥឡូវមានច្បាប់ដកសញ្ជាតិស្រាប់ហើយថាហ៊ុនសែនថានឹងប្រើច្បាប់ដើម្បីដកសញ្ជាតិខ្មែរពីសំរងស៊ីតែឥឡូវនេះគេនឹងបង្ខំឲ្យហ៊ុនសែនប្រើច្បាប់ដកសញ្ជាតិនេះដកពីចិនស៊ីប៉ុន្តែហួសពេលហើយអត់ទាន់ទេហ៊ុនសែនទោះជាគាត់
មានគម្រោងគាត់នឹងចេញសេចក្តីប្រកាសមួយថាគាត់ដកតំណែង Chen Xi ពីទីប្រឹក្សារបស់គាត់ហ៊ុនម៉ាណែតនឹងប្រកាសថាបានដកតំណែង Chen Xi ជាទីប្រឹក្សារបស់គាត់យ៉ាងណាក៏ដោយហើយគេមានបំណងបន្លំឯកសារគេថាគេមិនមែនដកថ្ងៃហ្នឹងបន្ទាប់ពីអន្តរាគមកងកម្លាំងប្រដាប់អាវុធអន្តរជាតិចូលមកដល់ប្រទេសកម្ពុជាទេគេចុះថ្ងៃខែគេបន្លំគេថាអូដកប្រហែលខែហើយតើមិនមែនដោយសារអន្តរជាតិចូលមកបានដកទេប៉ុន្តែគ្មាននរណាជឿទេដោយដកតំណែងពីទីរបស់លីរតនៈរស្មីអ្នកពាក់ព័ន្ធនឹងសម្លាប់លឹមកំយ៉ានៅទីក្រុងបឹងកក់កាលពីដើមឆ្នាំនេះហ៊ុនសែនធ្វើជាចេញលិខិតប្រកាសថាដកសញ្ជាតិពីលីរតនៈរស្មីមែនទែនអត់ដកក្រោយពីប្រទេសថៃអាញាធរថៃតាមចាប់ហើយបានដកឲ្យល្អមើលប៉ុន្តែចំពោះ Chen Xi នេះគេដឹងល្បិចរបស់ហ៊ុនសែនហើយទោះជាដកតំណែងដកសញ្ជាតិដកអីហ្នឹងគឺវាហួសពេលហើយភ័ស្តុតាងវាមានគ្រប់គ្រាន់ហើយគឺហ៊ុនសែននេះគឺចូលដៃជាមួយចៅរបបហ៊ុនសែនរស់ពុករលួយយកលុយមកទិញអ្នកនឹងចោះចូលហើយចាយវាយខ្ជះខ្ជាយចាយលុយដូចចាយទឹកណាគឺដោយសារលុយចោលរួចទៅក្នុងឯកសារដែលគេចាក់រឹបអូសពីក្រុមចោគឺមានឈ្មោះហ៊ុនសែនហ៊ុនម៉ាណែតស៊ីលុយចោគឺអត់រួចខ្លួនទេពីមុនហ៊ុនសែនធ្វើបាបតែខ្មែររួចខ្លួនពីព្រោះតឡាការខ្មែរបលិសខ្មែរគេបកស្រាយតាមអ្វីដែលគេត្រួតត្រាបកស្រាយតាមតែចិត្តរបស់គេរួចខ្លួនគេលៀងខ្លួនគេបានប៉ុន្តែឥឡូវនេះហ៊ុនសែនគាត់ផ្្លាត់ស្នៀតធំគាត់ថាគាត់ពូកែឆ្លាតដឹកនាំប្រទេសតាមរបៀបប្រជាការ40ឆ្នាំគាត់ថាគ្មាននរណាធ្វើអីគាត់បានទេគាត់ឆ្លាតប៉ុន្តែឆ្លាតយ៉ាងណាឥឡូវនេះផ្្លាត់ស្នៀតធំបើធ្វើតែជាមួយខ្មែរធ្វើបាបតែខ្មែរងើបមួយវាយមួយងើបមួយវាយមួយធ្វើបាបតែខ្មែរប្រហែលរួចខ្លួនប៉ុន្តែនេះចូលដៃជាមួយចៅអន្តរជាតិបណ្ដាញចៅនេះគឺទ្រង់ទ្រាយធំណាស់អក្រិតជនគឺជួញដូរគ្រឿងញៀនជួញដូរមនុស្សលាងលុយកខ្វក់គឺពាក់ព័ន្ធរឿងអាស្រូវទាំងប្រមាណលុយដែលប្រមូលបានរាប់ពាន់លានដុល្លារពីទីទូទាំងប្រទេសពីសកម្មភាពអក្រិតទូទាំងប្រទេសគេយកមកលាងនៅប្រទេសកម្ពុជាគ្មានប្រទេសណាដែលមានរបបពុករលួយដោយរបបហ៊ុនសែនខ្ជះខ្ជាយធ្វើអ្វីផ្ដេសផ្ដាស់តាមតែអំពើចិត្តមកចូលដៃជាមួយចៅដោយហ៊ុនសែននិងហ៊ុនម៉ាណែតទេអញ្ចឹងខុសតាំងមានគ្រប់គ្រាន់ហើយទោះជាគេកំចាត់ចៅអស់តែគេអត់ឈប់ប៉ុណ្ណឹងទេគេសួរថាចៅពីដើមទីធ្វើការបានយ៉ាងម៉េចទៅជ្រកនៅប្រទេសកម្ពុជាគឺទីតាំងវាធំជាងគេគឺនៅប្រទេសកម្ពុជាមានដែរសកម្មភាពចៅនៅប្រទេសដទៃទៀតប្រទេសជិតខាងប្រទេសថៃប្រទេសលាវប្រទេសភូមាមានប៉ុន្តែមិនមែនទ្រង់ទ្រាយធំទេគឺអាទីតាំងធំអាក្បាលម៉ាស៊ីនធំអាមេចៅធំអាមេខ្លោង Chen Xi ហ្នឹងវារស់នៅភ្នំពេញហើយទីតាំងវានៅទីក្រុងភ្នំពេញអញ្ចឹងហើយបានប៉ូលីសអន្តរជាតិបានមកដល់ហ៊ុនសែននោះគឺភ័យស្លន់ស្លោខ្មាស់គេផងអត់ឲ្យប្រជាពលរដ្ឋខ្មែរដឹងទេថាប៉ូលីសអន្តរជាតិមកដល់ហើយគេអត់មានសុំការអនុញ្ញាតនេះដូចខ្ញុំនិយាយបាញ់មិញគេប្រាប់ថាគេមកដល់ហើយអ្នកឯងចង់មិនចង់គេនឹងមកដល់ហើយបើអ្នកឯងហ៊ានប្រឈមមុខហ៊ានប្រឆាំងអ្នកឯងគឺចប់ភ្លាមប៉ុន្តែគេមិនចង់ប្រើកម្លាំងហិង្សាអីទេគេបង្ខំឲ្យហ៊ុនសែនកុំធ្វើអីឲ្យគេមកចាប់ឲ្យគេមកបិទក្រុមហ៊ុនបណ្ដាញហៅថា Prince Group របស់ Chen Xi នោះគេបិទខ្ទេចខ្ទីហើយដូរយហោដូរអីយ៉ាងណាក៏ដោយក៏អត់រួចខ្លួនដែរពីព្រោះបញ្ជីណាសម័យនេះគឺធ្វើការអ្វីតាមកុំព្យូទ័រគឺមានបញ្ជីទាំងអស់អ្នកពាក់ព័ន្ធទាំងអស់គឺជាប់ឈ្មោះហើយក្នុងនោះអ្នកដែលជាប់ឈ្មោះធ្ងន់ជាងគេគឺហ៊ុនសែនហ៊ុនម៉ាណែតតែម្ដងនេះហើយព័ត៌មានដែលខ្ញុំប្រកាសណាខ្ញុំចង់ពិតឲ្យជម្រាបបងប្អូនជនរួមជាតិទាំង